ជំរាបលោកម្ចាស់អ្នកផោធំត្រឡប់មកវិញអើយវាយស្គរសូមគ្រប់អ្នកប្រធមត្រឡប់មកផ្ទះវិញសូមគ្រប់អ្នកប្រធមត្រឡប់មកផ្ទះវិញមកផ្ទះវិញសូមគោរពលោកពងក្រកឡើងក្រកឡើងក្រកឡើងដែលទីនេះគ្មាននរណាទេមិនបាច់គោរពអីក៏បានដែរការគោរពគួរតែមានកូនមកដល់ផ្ទះពុកក៏ឲ្យពួកគេទូនស្គរស្វាគមន៍កូនគួរតែគោរពដោយសុជីវធម៌ហើយក្នុងគ្រួសារមិនបាច់ធ្វើពិធីអីច្រើនទេធ្វើឲ្យប្រាប់ពុកមកព្រះអង្គប្រទានរង្វាន់អីដល់កូនខ្លះលោកពងនេះគឺជារង្វាន់ពីព្រះអង្គធ្វើដែកដំដែកមិនធម្មតាទេគ្រាន់តែមើលក៏ដឹងថារបស់ល្អដែរមិនខុសនោះទេនេះជាដែករបស់លោកមីតបហ៊ូបវិញគឺនៅពេលដែលគាត់នៅរស់ល្អក្រៅពីដែករបស់ព្រះអង្គប្រទានឲ្យនោះនៅពិធីរង្វាន់ដល់កូនទៀតប៉ុន្តែត្រូវការអនុញ្ញាតពីពុកមុនពេលដែលកូនទទួលរង្វាន់ពីព្រះអង្គសូមលោកពុកអនុញ្ញាតក្នុងរឿងនេះដៅល្អមែនកូនទៅសុំការអនុញ្ញាតធ្វើដៅដូចជាដៅព្រះអង្គទៅលោកពុកដឹងថាកូនត្រូវការអ្វីដែរទេខកឡើងហើយចាំនិយាយបែបនេះយើងឈឺក្បាលណាស់កូនប្រុសកូនគឺជាកូនច្បងតទៅគឺត្រូវស្នងតំណែងរបស់ពុកប៉ុន្តែបើកូនគិតតែរឿងឡើងសមរភូមិពុកខ្លាចថារឿងនេះវាមិនបានទេកូនគឺចង់ធ្វើសង្គ្រាមតំណែងនេះគឺស័ក្តិសមសម្រាប់ហុងអ៊ីច្រើនជាងដោយគេគ្រប់គ្រងក្រុងដោយរបៀបណាទៅកូននឹងជួយបង្រៀនហុងអ៊ីក្រុងយន្តយើងជាកម្លាំងកងទ័ពអញ្ចឹងគ្រួសារមន្ត្រីភាគច្រើនគឺប្រកាសជាមកដល់គ្រប់គ្រងជាពិសេសគឺក្រុមត្រកូលសុងពួកគេប្រកាសជាអង្កេតមើលពួកយើងប៉ុន្តែពួកយើងនៅតែសុខសប្បាយលោកពងជាណាត្រូវតែការពារជាមុនអាយ៉ាឯងមិនបានបដៅយើងទេនិយាយដល់ថ្នាក់នេះព្រោះតែឯងនឹងចង់ឡើងសមរភូមិហើយនេះខ្ញុំជាមេតបចម្បាំងព្រះអង្គប្រទានដើមមេតបក៏ព្រោះតែព្រះអង្គឃើញសមត្ថភាពរបស់កូនរឿងឲ្យកូនត្រឡប់ទៅសមរភូមិវិញមិនបានទេចៅលោកឲ្យយកសភៅមកឲ្យយើងបាត់ពេលនេះមានរឿងធំមួយតាក់ទងដល់កេរ្តិ៍ឈ្មោះត្រកូលហើយពុកចង់ឲ្យកូនចាត់ការទៅពុកសប្បាយចិត្តរឿងអ្វីទៅលពងពធัวអើយលំចាស់ណែមុលទៅពងសាវតាយងយើងការសម្ងាត់ត្រកូលលីពុកបានរបស់បែបនេះតាំងពីពេលណាទៅវាតាក់ទងដល់កេរ្តិ៍ឈ្មោះរបស់យើងសៀវភៅមួយនេះមកកោតពីចចាមរាបបផ្លាញ់កិត្តិយសត្រកូលហើយទៅចាប់អ្នកដែលសរសេរមានឈ្មោះថាទេវតាសបាយមករួចនាំខ្លួនមកសួរចម្លើយគឺយើងចង់ដឹងថាគេមានផែនការអីលពងតែរឿងនេះគឺជារឿងបន្ទាប់របស់ពុកមែនទេបធួយពេលអានចប់នឹងដឹងហើយថាយើងគឺជាមនុស្សខ្ជា
មានប្រពន្ធនឹងស្រីកំដររាប់មិនអស់ពីពេញយ៉ងចៅហើយសរសេរឡើងជាការពិតហើយបើម្ដាយរបស់កូនឃើញឲ្យពុកធ្វើយ៉ាងម៉េចទៅគឺមានរឿងរបស់កូនផងដែរគេថាកូនគឺជាកូនបិសាចកំណាចហើយគួរឲ្យអើមិនមកពុកធំមិនបានទេរឿងអស់នេះលើពងហើយមិនចាប់បាច់និយាយទេទៅចាប់ទេវតាសបាយមកហើយចាំនិយាយពីរឿងត្រឡប់ទៅជួកងទ័ពវិញលើពងទៅហើយបន្តិចទៀតម្ដាយរបស់ឯងមកពីវត្តហើយពុកនឹងត្រូវទៅត្រៀមអាហារឲ្យម្ដាយឯងចំណែកឯងទៅងូតទឹកបដូរឈុតចេញសិនទៅកុំឲ្យម្ដាយឯងរអ៊ូទៅប្អូនគូឆាប់ហូបទៀតទៅឯងឡើងធាត់ហើយធ្វើភ្ញៀវរត់ទៅអស់ហើយខ្ញុំខ្វល់ទេក្រោកឡើងមើលស្អីមិនមែនឯងនៅហាត់ទៀតខ្វល់តែពីរឿងហូបសនុកដល់ហើយណោះការរកស៊ីរបស់យើងស្ងាត់យូរហើយភ្ញៀវរត់ទៅបនស្រីបផាអស់ពួកឯងនេះមិនបារម្ភទេអីរៀនសូត្រពីបងនីងស៊ីខ្លះមើល